សួស្តីបងប្អូនអរគ្នាជួបគ្នាទៀតហើយជាមួយនឹង channel របស់ខ្ញុំអញ្ចឹងវីដេអូក្នុងថ្ងៃនេះខ្ញុំមកបរៀនបងប្អូនអរគ្នាអំពីរបៀបក្នុងការចាក់ two factor ទៅលើ app PayPal របស់យើងនៅពេលដែលយើងបង្កើតហើយព្រោះអីដោយសារតែយើងបង្កើតខ្ចីលេខពីគេអញ្ចឹងយើងអត់មានលេខថ្មីយើងទៅបង្កើតបានទេអញ្ចឹងយើងខ្ចីលេខគេបើស្អីអត់ចាក់ two factor វានឹងអត់មានលេខកូដនៅពេលដែលយើងចូល PayPal របស់យើងថ្ងៃក្រោយអញ្ចឹងជំរើសគឺមានតែចាក់ two factor ហ្នឹងឯងដើម្បីឲ្យយើងបានលេខកូដអញ្ចឹងរបៀបចាក់បងប្អូនអរគ្នាដែលថ្មីអត់ទាន់មាន app គឺយើងត្រូវទៅដំឡើង app មួយសិនសម្រាប់ iPhone និង Android គឺ app ហ្នឹងគឺមានដូចគ្នាបងប្អូនអរគ្នាអញ្ចឹងខ្ញុំធ្វើការទៅដំឡើង app មួយសិនបងប្អូនអរគ្នា app ហ្នឹងមានឈ្មោះថា Audicator បងប្អូនអរគ្នាឬក៏គេហៅកាត់ថា 2FA អញ្ចឹងណាអញ្ចឹងយើងធ្វើការទៅ download អរគ្នាហើយយើងចុច search មកដាក់ដូចខ្ញុំមក 2FA បងប្អូនអរគ្នាអញ្ចឹងយើងចុច search មកតើមកយើងឃើញអានេះយើងរកពីលើមកគឺអាទី2គេដាក់ថា Google Audicator ហ្នឹងអញ្ចឹងយើងធ្វើការដំឡើងវាមកបងប្អូនអរគ្នាបន្ទាប់ពីដំឡើងហើយយើងធ្វើការរងចាំវាបន្តិចមកបងប្អូនអរគ្នាដើម្បីឲ្យវាដើរពេញណាអញ្ចឹងកន្លែងនេះខ្ញុំរងចាំបន្តិចខ្ញុំបានកាត់វីដេអូអីទេហើយបន្ទាប់មកបងប្អូនអរគ្នាចុចចូល Safari ដូចខ្ញុំមកដើម្បីយើងធ្វើការទៅមើលវាបងប្អូនអរគ្នាឥឡូវខ្ញុំចូលហើយយើងចុចបើក tab ថ្មីមួយហើយយើងរើសពាក្យថា Google ហ្នឹងមកដោយសារតែខ្ញុំបានប្រើជ្រោមអញ្ចឹងខ្ញុំប្រើ Safari ទៅបងប្អូនអរគ្នាអញ្ចឹងបន្ទាប់មកបងប្អូនអរគ្នា search មកដាក់ថា PayPal account តោះបន្ទាប់ពីចុច PayPal មកបងប្អូនអរគ្នាហើយយើងចុច allow វាមួយទៅដោយសារតែយើងទៅចូលវាអញ្ចឹងណាហើយបងប្អូនអរគ្នាចុចខាងលើនឹងមកបន្ទាប់មកវានឹងនាំយើងទៅទៀតហើយអញ្ចឹងកន្លែងនេះខ្ញុំសូមដាក់ account ខ្ញុំចូលហើយធ្វើការវាយចូលបងប្អូនគ្នាតោះឥឡូវខ្ញុំធ្វើការវាយចូលបងប្អូនគ្នាអញ្ចឹងវាឲ្យយើង scan មុខអញ្ចឹងខ្ញុំបាន scan មុខទេព្រោះខ្ញុំមានជាម្ចាស់ទូរស័ព្ទអញ្ចឹងណាបងប្អូនឥឡូវខ្ញុំធ្វើការទៅមើល Gmail របស់ខ្ញុំហើយខ្ញុំធ្វើការ copy វាយកមកដាក់ចូល account PayPal របស់យើងហើយត្រង់កន្លែងចំណុចនេះខ្ញុំសូមបិទបងប្អូនគ្នាសារតែយើងបើយើងបញ្ចេញ Gmail បញ្ចេញឈ្មោះអីត្រឹមត្រូវគឺក្រុមហ៊ុន PayPal វាចាប់បងប្អូនគ្នាហើយត្រង់កន្លែងនេះខ្ញុំសូមបំពេញ password ចូលអញ្ចឹងយើងធ្វើការបំពេញ password ចូលបងប្អូនគ្នាគឺអត់មានអីទេគឺដដែលទេកន្លែងនេះខ្ញុំបំពេញខុសដោយសារតែខ្ញុំផ្លេចអញ្ចឹងខ្ញុំចូលទៅ check មើលអញ្ចឹងយើង back មកវិញមកយើងវាយធ្វើការវាយ password ចូលបងប្អូនគ្នាចាតើតើនៅកន្លែងការវាយ password នេះបងប្អូនអរគ្នាសិនជាវាយខុសហើយព្យាយាមរនឹកវាយកុំវាយវាចិនដែលច្រើនដងពេកព្រោះវាអាចធ្វើខូច PayPal របស់យើងវាចាប់ថាយើងកំពុងតែលួចចូល account ណានៃមួយណាអញ្ចឹងបន្ទាប់ពីខ្ញុំបានវាយចូលហើយវាចេញតម្រងបែបនេះបងប្អូនអរគ្នាអញ្ចឹងវាឲ្យយើង confirm លេខកូដconfirm លេខទូរស័ព្ទអញ្ចឹងយកបាក់ confirm ទេបងប្អូនអរគ្នាអញ្ចឹងអានេះយើងធ្វើវាមកអានេះខ្ញុំអូសលេងមើលសិនណាហើយបន្ទាប់មកយើងចុចកន្លែងត្រី3នោះហើយរកសញ្ញាកងចាក់ដែលមានឈ្មោះថា setting បងប្អូនអរគ្នាអញ្ចឹងបន្ទាប់មកបងប្អូនអរគ្នាដល់កន្លែងនេះយើងធ្វើការមើលពាក្យកន្លែងទី2ហ្នឹងដាក់ថា security អញ្ចឹងបងប្អូនចុចលើវាមកហើយរកពាក្យថា two step verify អញ្ចឹងដល់កន្លែងនេះបងប្អូនអរគ្នាចុចលើវាមកហើយចុច use key ហ្នឹងចុចវាចូលមួយទៅហើយទី2យើងចុចtwo factor ហ្នឹងឯងគឺក្រោយគេបងប្អូនគ្នាខ្ញុំតែងតែចាក់គឺចុចអានឹងក្រោយគេអញ្ចឹងបន្ទាប់មកបងប្អូនអរគ្នាបើមានទូរស័ព្ទ2គឺងាយស្រួលតែបើមានទូរស័ព្ទ1ក៏ងាយស្រួលដែរយើងទៅសុំចុចទូរស័ព្ទបងប្អូនរបស់យើងមកថតហើយយើងមកធ្វើការ scan វាពេលយើង scan ទៅវាមានឈ្មោះមានលេខរបស់យើងវាស្រួលមើលអញ្ចឹងកន្លែងនេះខ្ញុំ scan បានហើយតែខ្ញុំបានថតវីដេអូពេល scan បងប្អូនអរគ្នាសារតែខ្ញុំយកទូរស័ព្ទរបស់ខ្ញុំថតណាយកទៅថត QR code នោះ scan អញ្ចឹងបងប្អូនអរគ្នាបាននេះហើយបានលេខកូដហើយអញ្ចឹងរបៀប scan បងប្អូនអរគ្នាចុចកន្លែងលេខបូកនោះមកអានេះយើងចុចយកអា link វាណា link នៅក្រោម QR code ខ្ញុំដាក់ចូលប៉ុន្តែបើយើងអត់ចង់ដាក់ link ទេយើងចុចលេខក្រោមមកទៅគឺបានហើយឥឡូវលេខកូដគឺខ្ញុំបានហើយខ្ញុំធ្វើការបំពេញវាអញ្ចឹងយើងបំពេញហើយចុច confirm មកបងប្អូនអរគ្នាអញ្ចឹងបន្ទាប់ពីចេញបែបនេះបងប្អូនអរគ្នាមិនបាច់ភ័យទេទុកវាប្រហែលជា5នាទី6នាទីទៅវាចេញឲ្យហើយវាចេញបែបនេះបានន័យថានោះកន្លែងសារមិញហ្នឹងបានន័យថាបញ្ជាក់ថាយើងចាក់ two factor បានហើយអញ្ចឹងវាចេញពាក្យថា
turn off ចឹងវាបានន័យថាវាបើកហើយបើសិនជាយើង turn off វិញបានន័យថាបិទចឹងអាកន្លែងនេះខ្ញុំសាកចាក់ key លេងទេចាក់ទៅវាអត់ជោគជ័យទេបងប្អូនអរគ្នាគឺចាក់អត់បានទេអាហ្នឹងយើងចាក់តែយើងមាន USB មានអីតែបានយើងចាក់បានហើយកន្លែងនេះគឺខ្ញុំធ្វើការចាំវាបន្តិចទៅគឺចាក់អត់បានទេហើយយើងបើកមកកន្លែង two step របស់យើងគឺបានបើកឲ្យបងប្អូនអរគ្នាវាចេញ on ហើយចឹងបានន័យថាយើងបានចាក់ two factor រួចរាល់ហើយចឹងដល់ពេលដែលយើងចូលនឹងលើកក្រោយវាលោតឲ្យយើងបំពេញលេខកូដពី two factor ហើយតាម3ចំណុចនេះគឺអត់អីបងប្អូនអរគ្នាយើងមិនបាច់ប៉ះពាល់វាទេគឺវាអាចប្រើបានបងប្អូនអរគ្នាចាកន្លែងលេខនេះគឺគេឲ្យយើង confirm លេខរបស់វាតែយើងអត់បាន confirm ទេព្រោះយើងអត់មានអី confirm មកបើលេខយើង fake ដាក់ហ្នឹងអញ្ចឹងយើងចុច not no មកបងប្អូនអរគ្នាអញ្ចឹងវីដេអូនេះគឺខ្ញុំធ្វើខ្លីទេសង្ឃឹមថាបងប្អូនអរគ្នានឹងចេះហើយតាក់ទងនឹងវីដេអូក្រោយខ្ញុំនឹងបរៀនបងប្អូនអរគ្នាពីរបៀបដូរ currency ដូរលុយដែលយើងឧទាហរណ៍ថាយើងបង្កើតហ្វីលីពីនយើងចង់បានជាលុយដុល្លារយើងអាចដូរបានបងប្អូនអរគ្នាចឹងយើងអាចដូរអញ្ចឹងជួបគ្នាដល់វីដេអូក្រោយបងប្អូនអរគ្នាខ្ញុំនឹងធ្វើការបង្ហាញតាក់ទងនឹងការដូរ currency ដូរលុយដូររូបិយប័ណ្ណបងប្អូនអរគ្នាចានេះខ្ញុំបើកមើលលេងឲ្យបងប្អូនអរគ្នាមើលសិនយើងឆែកវាម្ដងហើយម្ដងទៀតបងប្អូនអរគ្នាចឹងអស់ហើយវីដេអូនេះក៏មានប៉ុណ្្នឹងទេបើពេញចិត្តកុំភ្លេច Subscribe ឲ្យខ្ញុំម្នាក់មួយផងអរគុណ